bà từ bên nhái các pi Hà Lan xuất phát thật đam cho bắt được hai Erling Haaland ai rồi trái pe trầm tai pram neti te nè celebration baជាមួយនឹងមនុស្សយន្តបាទ robot Erling Haaland ដាក់មួយគ្រាប់បាត់ទៅហើយបើកការមុខទៅលើក្រុមភ្ញៀវ West Ham United ទស្សនារូបភាពសិនវិញបាទជាមួយនឹងបច្ចេកទេសនៅក្នុងការបញ្ជូនបាល់ខ្លីលេងស្អាតណាស់សងតង់គ្នាស្អាតហួសបាទប្រូភាទម្លាក់មកឲ្យ Haaland ថែមមកជើងឆ្វេងបាទជួយបានពីអ្នកចាំទី Afonso Areola ហើយក៏ឡងមកដល់ជើងបាទ Haaland ម្ដងទៀតថែមភ្លឹបអត់មានឲ្យសល់ទេបាទលើកទី2នេះណែបាទផ្ទះឆ្វេងផ្ទះស្ដាំចូលសពគ្រប់ 1-0 បាទសម្រាប់ Man City ពីមនុស្សយន្ត Haaland ការបញ្ចប់ទីយ៉ាងល្អបាទសម្រាប់ Haaland បាទនៅ Premier League គឺមានតែ Haaland មួយទេបញ្ចប់ទីច្បាស់ណាស់បាទកីឡាករនេះទៅវិញបន្តទៅទៀតពី Man City ស្លាប់ខាងស្ដាំបាទពី Ryan Cherky ទប់មួយសិនលើកចូលមកត្រង់នេះ Haaland មួយក្បាលទៀតហើយអត់ចំទីទេសោកស្ដាយឱកាសគ្រាប់បាល់ទី2ពីមនុស្សយន្ត Haaland វិញមានគ្រាប់បាល់ទី2ទៅហើយបាទត្រង់នេះបងប្អូនយើងបានការលើកបាល់ស្អាតណាស់ Haaland លោតមកតែក៏ប៉ុន្តែខុសទីអូយខុសមិនតិចខុសតែមិនតិចទេបងប្អូនយើងបាទកំបីហ្នឹងគឺថាលាយពីគ្រាប់បាល់ហើយបាទសម្រាប់ West Ham Nico Cancelo ទប់មួយសិនបាទ Cherky គ្រាប់បាល់ទី2អូយជួយបានពីអ្នកចាំទី Afonso Areola ទៅគ្រាប់បាល់ទី2 Haaland កាត់មកថាំទឹកស្ដាមចូលពីគ្រាប់អូយការសម្រុកពី Man City 2-0តទៅបានបាទ2-0បាទពីសំណាក់កីឡាករ Richards ខ្សែបំរើស្លាប់ឆ្វេងដែលទិញមកពីក្លឹបបាល់ទាត់ AC Milan ទស្សនារូបភាពសារវិញមកការតែតម្លាក់ត្រង់នេះអញ្ញាកដាលមិនប៉ុណ្ណេះបាទហើយក៏អូសជ្រែកមកវិញពីប៉ាខ្ជួយតាផ្លាត់ឆាប់បាល់បានពី Ryan Cherky កាត់ចូលមកខាងក្នុងទុកពី Haaland ទាញចូលទាញឡើងផ្ទះភ្លឹបខ្សែការពីរបស់ West Ham 5នាក់បិទអត់ចិត្តបាទអ្នកខាងលពាកអ្នកខាងលពាកជាប់គ្នាហ្នឹងចឹងហ៎អ្នកខាងលពាកចឡើងសារអ្នកភូមិឯងនេះបាទបងប្អូនឯងបាទផ្ទះស្ដាំអត់ចូលទេផ្ទះស្ដាំទិញក្រៅបាត់អូយសុទ្ធអីចឹងទេងាយបានសុទ្ធអីណាមិនបានសុទ្ធអញ្ចឹងបាទ Matheus Fernandes អូយ1-2ចូលឡើងផ្លាត់បងប្អូនយើងនេះមីសាមវិលកាត់ចូលមកជួយបានពី Donnarumma ថែមស្ដាំពី Gerrard Bowen ជួយបានបន្តទៀតផ្ទះមកជើងនេះទៅលើបាត់ឱកាសគ្រាប់បាល់ទី3 Bernardo Silva Haaland សុទ្ធឆ្វេងចូល 3-0 ខ្សែការពារបាទអត់ឃ្លៀបាល់បលែងឲ្យ Haaland ជាអ្នកផ្ដាច់តែម្ដងបាទ Arsenal លេងមក3បងប្អូនយើងប៉ះជាមួយនឹងស្គរគ្រាប់ Everton Erling Haaland សុទ្ធគ្រាប់បាល់បាទទី3ឲ្យ Man City បាទទស្សនារូបភាពសារឡើងវិញបាទប្រិយមិត្តយើងណែមិនអត់សាយទេបាទកន្លែងនេះបាទណែចុះឡើងបាទនៅសល់ Haaland ភ្លឹបបាទអញ្ចឹង Haaland 2គ្រាប់បាត់ហើយបាទសម្រាប់ការប្រកួតបាទយប់នេះ Haaland សុទ្ធបាន2គ្រាប់បាត់ហើយលោកអាញាដាផ្លុំម្ចាស់បញ្ចប់ការប្រកួតជាផ្លូវការអបអរសាទរសម្រាប់ក្រុម MQ Manchester City បាទយកបានជ័យជំនះ 3-0 3 ពិន្ទុពេញដៃនៅក្នុងការប្រកួតសប្តាហ៍នេះអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដែលមានតម្លៃចូលរួមទស្សនាការផ្សាយតាំងពីដើមរហូតដល់ចប់សូមកាន់តែជាស្រ័យបងប្អូនសម្រាប់ការថាតបរបស់ខ្ញុំបាទបើសិនមកមានពេលពេកលើក៏ឆ្កល់ខកការតំណាងសំរុំ